លើកទី1ពិធីបុណ្យផ្សោតមេគង្គនិងព្រឹត្តិការណ៍អុំទូកកាយៈនិងប្រព្រឹត្តទៅរយៈពេល3ថ្ងៃនៅខេត្តស្ទឹងត្រែងភ្នំពេញក្រសួងទេសចរនឹងរៀបចំពិធីបុណ្យផ្សោតមេគង្គនិងព្រឹត្តិការណ៍អុំទូកកាយៈលើកទី1មានរយៈពេល3ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី30 31ខែឧសភាដល់ថ្ងៃទី1ខែមិថុនាឆ្នាំ2025នៅសហគមន៍អេកូទេសចរព្រះរំកិលកន្លងផ្សោតជាទៀលស្ថិតនៅភូមិកន្លងស្វាយឃុំព្រះរំកិលស្រុកបុរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែងការរៀបចំពិធីបុណ្យផ្សោតនិងព្រឹត្តិការណ៍អុំទូកកាយៈនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរសកម្មភាពទេសចរឲ្យកាន់តែសម្បូរបែបនិងពង្រីកគុណភាពផលិតផលសេវាកម្មទេសចរឲ្យស្របតាមស្តង់ដារទេសចរទន្ទឹមនេះក៏មានការរៀបចំនៅព្រឹត្តិការណ៍អមសំខាន់មួយចំនួនរួមមានពិធីបុណ្យផ្សោតមេគង្គពិធីសូត្រមន្តកម្មវិធីអុំទូកកាយៈការតាំងពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរនិងម្ហូបអាហារប្រចាំតំបន់សកម្មភាពកីឡាទេសចរជាលក្ខណៈមហាជនជាការរត់ម៉ារ៉ាតុងដើម្បីសប្បុរសធម៌ប្រណាំងទូកជាដើមការបោះតង់ជំរំទេសចរនៅលើកោះឡនកោះទន្សាយនិងទស្សនកិច្ចសហគមន៍អេកូទេសចរបុរីអូស្វាយស្តុបប្រវត្តិសាស្ត្របណ្ណាល័យលួងម៉ែនិងទស្សនកិច្ចទឹកធ្លាក់សុភមិត្តសូមជម្រាបថាបុណ្យផ្សោតមេគង្គជាព្រឹត្តិការណ៍មួយរួមចំណែកជំរុញការផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចររដូវកាលបៃតង Grand Season ដែលរដូវកាលនេះចាប់ផ្ដើមពីខែមេសាដល់ខែតុលាជារដូវកាលដែលកម្ពុជាមានទេសភាពស្រស់ស្អាតនិងធ្លាក់ភ្លៀង